好，chào thằng cô Hà, chào. Xê xê chín chua, chào. ជាដំបូងនាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណអធិគុណឋានលើថ្លែងអំណរគុណព្រះម៉ែជាម្ចាស់ឋានលើគុណព្រះគ្រប់ព្រះអង្គហើយក៏សូមនឹកគោរពដល់គុណគ្រូប្រតិចារ្យគ្រប់ចំនួនដែលលោកមាននៅគុណធម៌ដ៏ខ្ពង់ខ្ពស់សម្រាប់កូនចៅចំនួនក្រោយបានរៀនសូត្រក៏សូមអរគុណដល់ទានឆាន់ស៊ឺឈឺបៃមានចិត្តធម៌មេត្តាផ្ដល់ឱកាសឲ្យសិស្សចំនួនក្រោយដើម្បីឡើងមករៀនសូត្រនៅទីនេះចាអញ្ចឹងហើយឃ្លាធម៌ថ្ងៃនេះគឺថ្ងៃមុនរៀនច្បងយើងគាត់បានបកប្រែគាត់បានបកប្រែរួចជាម្ដងមកហើយប៉ុន្តែដោយសារតែរឿងគឺវាវែងអញ្ចឹងហើយក៏គាត់បកប្រែញាប់គាត់បានអត្តន័យរបស់គាត់គឺបានបកប្រែញាប់ពេកទៅមានឈានខ្លះក៏គាត់ស្ដាប់មិនយល់ចាអញ្ចឹងហើយថ្ងៃនេះសិស្សចំនួនក្រោយក៏សូមមកបកស្រាយបន្ថែមម្ដងទៀតបើសិនជាមានការខុសឆ្គងត្រង់ណាក៏សូមឲ្យព្រះម៉ែជាម្ចាស់ឋានលើទ្រង់ប្រទានអភ័យក៏សូមឲ្យទានឆាន់ស៊ឺក៏អុយឈានសៀនមេត្តាអធ្យាស្រ័យក៏សូមជួយបន្ថែមចាអញ្ចឹងគឺគោលការណ៍សំខាន់នៃទំនាក់ទំនងរវាងមនុស្សចាមេដឹកនាំនិងអ្នកក្រោមបង្គាប់ចាទី1គឺបើសិនជាឈានសៀនចង់កត់ក៏កត់ទៅចាបើកត់មិនទាន់ទេក៏យើងកត់កន្លែងណាសំខាន់ដែលយើងគួរតែចាប់អារម្មណ៍ជាងគេគឺយើងកត់ទៅពេលដែលរៀនច្បងបានសួរចម្លើយទៅយើងនឹងអាចចាំមេរៀនខ្លះយើងនឹងអាចឆ្លើយបើក៏សួរថាយើងមានចំណាប់អារម្មណ៍ត្រង់កន្លែងណាខ្លះយើងឆ្លើយកន្លែងហ្នឹងទៅយើងចាំអីយើងឆ្លើយហ្នឹងទៅចាចឹងមេដឹកនាំនិងអ្នកក្រមបង្គាប់ចាធម្មតាការងារអីនីមួយគឺតែងតែមានមេកយនឹងក្នុងការដឹកនាំចាគ្រប់ក្រសួងគ្រប់ស្ថាប័នគ្រប់ការងារទាំងអស់ហើយដូចជាព្រះវិហារយើងក៏ដូចគ្នាផងដែរគឺតែងតែមានអ្នកថ្នាក់ធំសម្រាប់ដឹកនាំយើងចាគឺមានថ្នាក់ដឹកនាំប្រសិនបើគ្មានថ្នាក់ដឹកនាំទេកិច្ចការអ្វីមួយគឺមិនអាចនឹងធ្វើកិច្ចការអីមិនអាចរលូនទៅបានឡើយចាគឺប្រកាសជារញ៉េរញ៉ៃហើយដោយសារអីខ្វះមេដឹកនាំចាអញ្ចឹងអ្នកដឹកនាំត្រូវមានចិត្តធម៌មេត្តាយុត្តិធម៌និងគោរពអ្នកក្រមដែលបង្គាប់អ្នកក្រមបង្គាប់ត្រូវមានភាពស្មោះត្រង់និងទទួលខុសត្រូវមេដឹកនាំល្អមិនប្រើអំណាចធ្វើបាបអ្នកដទៃអ្នកក្រមបង្គាប់ល្អមិនក្បត់ធ្វើឬក៏ធ្វើអំពើសុចរិតចំណុចសំខាន់មេដឹកនាំមានមេត្តានិងក្រមបង្គាប់គឺមាននៅភាពស្មោះត្រង់ចាអញ្ចឹងមេដឹកនាំគឺមាននៅចិត្តធម៌មេត្តាយុត្តិធម៌យើងជាមេដឹកនាំមានចិត្តធម៌មេត្តាយ៉ាងម៉េចទោះបីជាមានអ្នកថ្នាក់ក្រោមធ្វើអ្វីមួយខុសគឺយើងត្រូវតែយកនៅចិត្តធម៌មេត្តារបស់យើងមកហៅគាត់អប់រំបញ្យល់ពីកិច្ចការងារនីមួយឲ្យបានច្បាស់លាស់ចាអញ្ចឹងគឺហៅថាការស្រឡាញ់ដោយស្មោះដោយយុត្តិធម៌ដោយមានការគោរពអញ្ចឹងអ្នកថ្នាក់ក្រោមនៅពេលដែលឃើញមេយើងមានការបញ្យល់ពីកំហុសយើងមួយដែលយើងធ្វើអ្វីទៅមានការខុសឆ្គងគឺគាត់បានហៅទៅបញ្យល់ហៅទៅណែនាំលើកឡើងសពបែបយ៉ាងយើងស្រឡាញ់មេកយរបស់យើងដែរអត់ចាយើងប្រកាសជាស្រឡាញ់ហើយស្រឡាញ់ហើយគឺមានទំនុកចិត្តទៅលើមេកយរបស់យើងចាអញ្ចឹងហើយបានថាមេដឹកនាំល្អមិនប្រើនៅអំណាចទេអ្នកខ្លះយើងអាងតែបានធ្វើធំជាងគេហើយយើងអាងតែមានអំណាចហើយយើងចូលចិត្តគៀបសង្កត់លើអ្នកថ្នាក់ក្រោមចាគៀបសង្កត់លើអ្នកថ្នាក់ក្រោមប្រើនៅអំណាចរបស់ខ្លួនយកមកអាងតែខ្លួនមានអំណាចធំជាងគេនេះគឺមិនហៅថាយុត្តិធម៌ទេ
ចាគឺមានចិត្តមានមេត្តាយុត្តិធម៌អញ្ចឹងយុត្តិធម៌នៅត្រង់កន្លែងណាគឺនៅត្រង់កន្លែងភាពស្មោះត្រង់ល្អជាមួយនឹងគ្នានឹងឯងចាអញ្ចឹងស្ដាប់តើនេះឈានសៀនទាំងអស់គ្នាចាអញ្ចឹងមេដឹកនាំគឺដាច់ខាតត្រូវតែមាននៅមេត្តាយុត្តិធម៌ប្រសិនជាមេដឹកនាំមិនមានធម៌មេត្តាទេធ្វើអ្វីមានការក្បត់គ្នាទៅវិញទៅមកអញ្ចឹងអ្នកក្រមបង្គាប់គឺគេអត់ខ្លាចយើងទេទោះបីជាគេអ្នកមេដឹកនាំទោះបីជាអ្នកមានលុយមានទ្រព្យសម្បត្តិមានលុយកាក់ធំមានអំណាចធំយ៉ាងណាក៏ដោយក៏អ្នកទៀបនឹងគេអត់មានការគោរពយើងហើយគេក៏អត់ខ្លាចយើងដែរចាអញ្ចឹងយើងមេដឹកនាំយើងត្រូវតែធ្វើឲ្យថ្លៃថ្នូរខ្លួនយើងឲ្យស័ក្តិសមជាមេដឹកនាំទើបកូនចៅមានការគោរពនៅពេលដែលកូនចៅមានការគោរពហើយស្មោះត្រង់អញ្ចឹងកិច្ចការងារគឺតែងតែបានប្រកបទៅដោយរលូនប៉ុន្តែបើមេដឹកនាំមានការក្បត់ហើយកូនចៅអ្នកថ្នាក់ក្រោមគឺប្រកាសជាក្បត់គ្នាទៅវិញទៅមកហើយចាអញ្ចឹងកិច្ចការងារហ្នឹងគឺអត់បានរីកចម្រើនទៅទេឪពុកនិងម្ដាយនិងកូនឪពុកម្ដាយត្រូវស្រឡាញ់កូនអប់រំកូននិងណែនាំកូនកូនត្រូវគោរពកតញ្ញូនិងថែរក្សាឪពុកម្ដាយគ្រួសារដែលមានការគោរពគ្នានិងមានសុខសន្តិភាពការអប់រំកូនមិនមែនមានតែការផ្ដល់ទ្រព្យសម្បត្តិទេតែត្រូវបង្រៀនឲ្យកូនមាននៅគុណធម៌ចំណុចសំខាន់ឪពុកម្ដាយមានមេត្តាកូនមានការកតញ្ញូចាអញ្ចឹងធ្វើជាឪពុកម្ដាយគេត្រូវតែស្រឡាញ់កូនចាត្រូវតែមានការអប់រំកូនឲ្យបានល្អចាចឹងពេលដែលបង្កើតកូនមកហើយយើងតួនាទីជាឪពុកម្ដាយចាបើពីចំនួនពីដើមឪពុកម្ដាយគឺមានការទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនផ្ដល់ភាពកក់ក្ដៅឲ្យកូនចាមិនខំឲ្យត្រូវរកចំណេះវិជ្ជាឲ្យកូនរកសាលាល្អឲ្យកូនរៀនពេលដែលកូនបានរៀនចេះដឹងហើយគិតគូរកូនមួយទៀតគឺត្រូវរៀបចំកូនឲ្យមានគ្រួសារចាពីដើមមុននឹងរកគ្រួសារឲ្យកូនគឺកូនរៀនចប់បើអ្នកខ្លះមិនបានរៀនចប់ក៏បានចេញទៅបួសដើម្បីសងគុណឪពុកម្ដាយអញ្ចឹងឪពុកម្ដាយឲ្យកូនរៀនចប់ហើយបន្ទាប់មកទៀតគឺត្រូវតែរៀបចំកូនឲ្យមានគ្រួសារចារៀបការចេញទៅឲ្យសមលក្ខណៈជាគ្រួសារដ៏ល្អអញ្ចឹងពេលដែលមានគ្រួសារហើយក៏ត្រូវតែគិតគូរចាទ្រព្យសម្បត្តិចែកឲ្យកូនចៅទៀតចាអញ្ចឹងហើយនេះហើយគឺហៅថាឪពុកម្ដាយដែលមាននៅគុណធម៌ល្អចារៀបចំដំណើរជីវិតឲ្យកូនរស់នៅឲ្យកូនមានភាពនៅកក់ក្ដៅមិនបង្កើតកូនមកគឺមិនបោះបង់ចោលកូនទេគិតពីអនាគតកូនគ្រប់ពេលវេលាតាំងពីតូចរហូតដល់ធំដល់កូនមានគ្រួសារទៀតចាគឺទទួលខុសត្រូវកិច្ចការងារមួយនេះគឺតួនាទីជាឪពុកនិងម្ដាយចាប៉ុន្តែយើងបច្ចុប្បន្នឥឡូវនេះយើងសាកគិតមើលឪពុកម្ដាយអ្នកខ្លះចឹងមិនមែនទាំងអស់ទេមានអ្នកខ្លះក៏គេចេះទទួលខុសត្រូវមើលថែរក្សាកូនចិញ្ចឹមបីបាច់ថែរក្សាផ្ដល់ឲ្យកូនរៀនសូត្រមានចំណេះដឹងមានការងារល្អមានគ្រួសារល្អចែកទ្រព្យសម្បត្តិឲ្យដូចគ្នាប៉ុន្តែចំពោះមនុស្សខ្លះវិញចាយើងគឺដូចថាស្រឡាញ់គ្នាបានគ្នាហើយបង្កើតកូនហើយគឺទុកកូនចោលអ្នកខ្លះក៏យកកូនទៅបំបោះបង់ចោលអ្នកខ្លះបានកូនមួយកូនពីរក៏ប្រត់ប្រាស់បែកបាក់គ្នាឆ្លោះប្រកែកគ្នាទុកកូនចោលឲ្យភរិយាមើលកូនតែម្នាក់ឯងលំបាកហើយពេលដែលបាក់បែកចែកទៅហើយតាំងតែបន្ទោសអ្នកនេះបន្ទោសអ្នកនោះបន្ទោសប្រពន្ធមិនកើតបន្ទោសអីសពគ្រប់បែបយ៉ាងតើមនុស្សប្រុសម្នាក់នេះគាត់មាននៅគុណធម៌ដែរឬទេចាសូមសួរឈានសៀនទាំងអស់គ្នាមនុស្សប្រុសប្រភេទនេះតើគាត់មាននៅគុណធម៌ដែរឬទេចាគាត់អត់មានទេចាដូច្នេះហើយ
ធ្វើជាឪពុកម្ដាយគេយើងត្រូវតែមាននៅព្រហ្មវិហារធម៌ដោយក្នុងឃ្លាធម៌ព្រះពុទ្ធបានលើកឡើងអញ្ចឹងព្រហ្មវិហារធម៌គឺមានព្រហ្មមុខ4ចាព្រហ្មយើងស្គាល់ហើយនៅស្គាល់ទេទាំងអស់គ្នាមានមុខ4យើងដែលឃើញអត់ចាព្រហ្មវិហារធម៌គឺមានមុខ4គឺថាទទួលខុសត្រូវនឹងកូនចឹងសប្ងៃអ្នកខ្លះដែលអត់បានរៀនសូត្រអត់បានដឹងពីគុណធម៌របស់ខ្លួនដែលអត់បានដឹងពីទំនួលខុសត្រូវជាមេគ្រួសារជាឪពុកម្ដាយកូនបានត្រឹមតែបង្កើតហើយបំបោះបង់ចោលគ្នាយើងសាកគិតមើលឥឡូវនេះក្មេងកំព្រាគឺមានច្រើនខ្លាំងណាស់ចាឪពុកម្ដាយបែកបាក់គ្នាទុកកូនចោលចាប៉ុន្តែយើងក៏មានសំណាងល្អមានអ្នកមានគុណធម៌ល្អបានរើសយកទៅចិញ្ចឹមបីបាច់ថែរក្សាមានទីកន្លែងកុមារកំព្រាអញ្ចឹងហើយមនុស្សយើងដាច់ខាតត្រូវតែយើងរៀនធម៌កាលណាយើងរៀនធម៌គឺយើងមាននៅគុណធម៌ក្នុងខ្លួនមាននៅចិត្តមេត្តាអាណិតសំណោះមិនអាចធ្វើបាបអ្នកដទៃបានឡើយចានៅពេលដែលយើងធ្វើបាបគេថ្ងៃណាមួយកម្មនឹងវាត្រឡប់មកវិញគេនឹងធ្វើបាបយើងដូចគ្នាចាអញ្ចឹងកូនរបស់យើងនៅពេលដែលយើងបីបាច់ថែរក្សាគាត់បានល្អកូននឹងគឺคล้ายទៅជាកូនកតញ្ញូព្រោះគាត់ដឹងថាម៉ាក់ប៉ារបស់ខ្ញុំចាប់តាំងពីខ្ញុំពីតូចរហូតដល់ធំខ្ញុំឃើញម៉ាក់ប៉ារបស់ខ្ញុំមើលថែខ្ញុំស្រឡាញ់ខ្ញុំចាផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំគាត់មិនក្បត់ចិត្តពីម្ដាយរបស់ខ្ញុំគាត់តែងតែនាំកូនចៅដើរលេងកំសាន្តទៅនេះទៅនោះល្ងាចឡើងគាត់មិនដើរចូលកូនសប្បាយម្នាក់គាត់តែងតែផ្ដល់ភាពកក់ក្ដៅឲ្យក្រុមគ្រួសារជានិច្ចចឹងទង្វើទាំងអស់នេះហើយដែលធ្វើឲ្យកូនទាំងអស់គ្នាចងចាំថាឪពុកម្ដាយខ្ញុំគឺជាមនុស្សដែលមានគុណធម៌ល្អចាគាត់ក៏រៀនសូត្រតាមយើងដែរពេលគាត់ធំទៅគាត់ក៏ចេះកតញ្ញូឪពុកម្ដាយចាចេះស្រឡាញ់ឪពុកម្ដាយថាឪពុកម្ដាយរបស់គាត់គឺជាមនុស្សដែលល្អបំផុតគាត់មិនអាចបោះបង់បានចឹងពេលដែលគាត់ចាស់ទៅគាត់ត្រូវតែចិញ្ចឹមបីបាច់ថែរក្សាឪពុកម្ដាយរបស់គាត់វិញចឹងហើយកូនកតញ្ញូគឺទង្វើបែបនេះឯងចឹងឈានសៀនទាំងអស់គ្នាយល់អត់ចាយើងទាំងអស់គ្នាយើងមានសំណាងយើងបានមករៀននៅព្រះវិហារយើងបានស្ដាប់ធម៌យើងបានរៀនទោះយ៉ាងហោចណាស់យើងបានមិនបាន 100% ក៏យើងបាន 50% យកទៅអនុវត្តចាកាលណាយើងបានយកទៅរៀបអនុវត្តគឺយើងយកទៅរៀបចំគ្រួសាររបស់យើងថ្ងៃអនាគតយើងមិនមែននៅប៉ុណ្ណឹងរហូតទេថ្ងៃក្រោយយើងនឹងអាចក្លាយទៅជាម៉ាក់ជាប៉ារបស់គេអញ្ចឹងទាំងចំណេះដឹងទាំងអស់នេះគឺយើងអាចយកទៅរៀបចំក្រុមគ្រួសារយើងឲ្យបានល្អឲ្យបានថ្លៃថ្នូរនឹងគេចាអញ្ចឹងចំណុចទី3ស្វាមីនិងភរិយាស្វាមីត្រូវតែមានទំនួលខុសត្រូវស្រឡាញ់និងការពារគ្រួសារភរិយាត្រូវមានការគោរពនិងសហការគ្នាសហការជាមួយគ្នាជាមួយនឹងស្វាមីប្តីប្រពន្ធជួយគ្នានឹងដោះស្រាយបញ្ហាដោយសន្តិវិធីគោលការណ៍នៃគោលការណ៍នេះគួរយល់ក្នុងបរិបទសិលធម៌បុរាណមិនមែនមានន័យថាម្នាក់មានសិទ្ធិគ្រប់គ្រងឬបង្ខំម្នាក់ទៀតឡើយចំណុចសំខាន់ប្តីមានទំនួលខុសត្រូវប្រពន្ធមានការគោរពនិងសហការគ្នាចាអញ្ចឹងឃ្លាទី3នេះក៏មិនសូវខុសពីឃ្លាខាងដើមដែលឋានជួបានលើកឡើងផងដែរស្វាមីត្រូវតែមានទំនួលខុសត្រូវស្រឡាញ់និងការពារគ្រួសារចាស្វាមីយើងបានរៀបការមកចាប់ដៃគ្នាមកគឺមិនមែនជាមនុស្សធម្មតាទេតែផលយើងបានសាងមកហើយទើបយើងជួបគ្នាពេលដែលយើងបានជួបគ្នាហើយយើងត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងគ្នាចាយើងមិនអាចលួចក្បត់ភរិយាទៅមានស្រីនៅខាងក្រៅអញ្ចឹងហើយព
ពេលដែលយើងមិនមានភាពស្មោះត្រង់ជាមួយនឹងគ្រួសារគឺយើងនឹងមានចាបើនិយាយតាមក្នុងផ្លូវធម៌គឺនឹងមានបាបកម្មពីព្រោះយើងក្បត់ចិត្តចាក្បត់ចិត្តភរិយាអ្នកដែលស្រឡាញ់ស្មោះត្រង់យើងជាងគេគឺមនុស្សស្រីម្នាក់ដែលរៀបការមកនៅជាមួយគ្នាចឹងហើយគេស្មោះត្រង់លើយើងប៉ុន្តែយើងមានចិត្តក្បត់ចិត្តទៅលួចរៀបការនៅលួចស្រឡាញ់នៅស្រីខាងក្រៅគឺមានបាបកម្មធ្ងន់ណាស់ចារីឯភរិយាក៏ត្រូវមានការគោរពចាចឹងក្នុងឃ្លាធម៌ព្រះពុទ្ធខ្ញុំក៏ធ្លាប់បានឮលោកសម្ដែងដែរប្តីប្រពន្ធរស់នៅជាមួយគ្នាត្រូវតែមានការស្រឡាញ់គ្នាចាគោរពគ្នាទៅវិញទៅមកពេលប្តីចេញទៅក្រៅប្រពន្ធនៅផ្ទះក៏រៀបចំផ្ទះសម្បែងមើលថែរក្សាកូនសម្លៀកបំពាក់ស្វាមីចាបាយទឹករៀបចំទទួលគឺគោរពដូចជាគោរពឪពុកអញ្ចឹងគឺគ្រប់វិនិតិទាំងអស់គឺត្រូវតែគិតចំពោះប្តីស្មោះត្រង់ចំពោះស្វាមីអញ្ចឹងហើយភាពស្មោះត្រង់របស់មនុស្សស្រីនឹងហើយគេហៅថាជាស្រីគ្រប់លក្ខប៉ុន្តែសម័យបច្ចុប្បន្ននេះមនុស្សស្រីភាគច្រើនតែមិនបានដូចពីដើមនោះទេច្រើនតែពេលខ្លួននៅក្រគឺមានភាពស្មោះត្រង់ជាមួយនឹងគ្នាពេលដែលខ្លួនមានបានបន្តិចគឺមានចិត្តមិនស្មោះត្រង់ចាពេលគ្រួសារចេញទៅប្រកបមុខរបរខាងក្រៅយើងក៏លួចចេញទៅក្រៅដែរចឹងពេលយូរទៅរឿងរ៉ាវទាំងអស់ក៏វាបានបែកធ្លាយនៅអំពើអាក្រក់ដែលយើងសាងមិនល្អក៏វាបែកធ្លាយទៅដឹងទៅវិញទៅមកទៅធ្វើឲ្យការរស់នៅជាមួយគ្នាមានការបែកបាក់គ្នាដូច្នេះភាពស្មោះត្រង់នេះគឺបានរស់នៅជាយូរអង្វែងចាយើងមើលចាស់ពីដើមមិញគាត់ស្រឡាញ់គ្នាទោះបីជារូបសម្រស់របស់គាត់មិនស្អាតយ៉ាងណាក៏ដោយគឺគាត់ថែរក្សានៅភាពបរិសុទ្ធរបស់គាត់ចាប្តីក៏មិនក្បត់ប្រពន្ធក៏មិនក្បត់ប្តីស្រឡាញ់គ្នាដល់ចាស់ខាន់ឈើច្រត់រៀងខ្លួនប្រសិនបើគូស្វាមីភរិយាទាំងពីរនាក់នេះអ្នកណាមួយដែលបានចែកឋានទៅមុនឧទាហរណ៍ដូចជាភរិយាចាតាមដែលខ្ញុំធ្លាប់បានស្ដាប់ធម៌កន្លងមកខ្លះមនុស្សស្រីយើងពេលដែលមានស្វាមីហើយយើងរក្សាភាពស្មោះត្រង់របស់យើងបានពេលដែលស្វាមីស្លាប់មនុស្សស្រីម្នាក់នឹងគឺអត់រៀបការទៀតទេចាទោះបីជាមានអ្នកណាមានទ្រព្យសម្បត្តិស្ដុកស្ដំមានបានយ៉ាងណាក៏ដោយមនុស្សល្អយ៉ាងណាក៏ដោយមាននៅគុណធម៌ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយមកចង់បានគាត់គឺគាត់មិនទទួលយកមនុស្សជាអ្នកទី2ទៀតទេគឺគាត់រក្សាភាពស្មោះត្រង់បរិសុទ្ធរបស់គាត់ចំពោះស្វាមីគាត់ចាអញ្ចឹងមនុស្សស្រីម្នាក់នេះនៅពេលដែលគាត់រក្សាភាពបរិសុទ្ធរបស់គាត់បានបើសិនជាគាត់បានសាងសន្សំធម៌បានល្អទៀតគាត់នឹងទៅកើតជាទេវតាចាគឺដោយសារអីភាពស្មោះត្រង់របស់គាត់ចាភាពស្មោះត្រង់ភាពបរិសុទ្ធរបស់គាត់ដែលគាត់រក្សាទុកសម្រាប់តែស្វាមីរបស់គាត់ម្នាក់អញ្ចឹងគាត់នឹងបានទៅកើតជាទេវតាហើយអញ្ចឹងមនុស្សស្រីយើងគឺអស្ចារ្យត្រង់កន្លែងហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃវិញគឺអត់ដូចពីមុនទេចាដោយសារអីយើងចង់សម័យកាលមនុស្សសប្តាហ៍ថ្ងៃតើឲ្យទៅស្វាមីបែកចេញទៅហើយគឺយើងត្រឹងតែយកគ្រួសារទៀតហើយមិនយកខ្លាចគេមើងងាយចានៅម្នាក់ឯងពិបាកចាស់ទៅអត់មានណាថែរក្សាគិតវែងគិតឆ្ងាយអញ្ចឹងតបែកហើយគឺត្រូវតែយកទៀតហើយបច្ចុប្បន្ននេះនៅក្នុងសង្គមបណ្ដាញ Facebook ឋានជូធ្លាប់ឃើញអាយុ60 70ក៏រៀបការជាមួយគ្នាដែរគឺដោយសារអ្វីដោយសារគិតអាចំណុចនឹងឯងគិតថាចាស់ទៅគ្មានអ្នកណាថែរក្សាគ្នាគឺយកគ្នាទៅគាត់នឹងបានថែរក្សាគ្នាទៅវិញទៅមកចាអញ្ចឹងហើយដោយសារអីយើងអត់បានដឹងយើងអត់បានរៀនអញ្ចឹង
ទាំងអស់គ្នាយើងយល់អត់ណោះភាពបរិសុទ្ធរបស់មនុស្សស្រីគឺនៅត្រង់ចំណុចនឹងឯងពីដើមគឺតាប្តីស្លាប់ហើយប្រពន្ធអត់រៀបការទៀតទេរក្សាភាពបរិសុទ្ធនឹងឯងអញ្ចឹងគុណធម៌របស់ស្ត្រីម្នាក់នឹងគឺបានបន្សល់ទុកឲ្យកូនចំនួនក្រោយកូនចៅចំនួនក្រោយទៀតអញ្ចឹងកូនចៅដែលមានដូនតាមាននៅគុណធម៌ល្អគឺកូនចៅចំនួនក្រោយនឹងទទួលបានរុងរឿងជាមិនខានចឹងគឺហៅថាប្តីគឺមានទំនួលខុសត្រូវចំពោះប្រពន្ធគោរពគ្នាទៅវិញទៅមកសហការគ្នាជួយគ្នាមានបញ្ហាអីគឺចេះជួយគ្នាចេះដោះស្រាយគ្នាទៅវិញទៅមកអញ្ចឹងហើយទៅមានភាពកក់ក្ដៅជាមួយនឹងគ្នាចាអញ្ចឹងសូមបន្តទៅទៀតគុណធម៌ទាំង5ប្រការគុណធម៌មូលដ្ឋាន5ដែលមនុស្សគួរអនុវត្តក្នុងជីវិតចាមេត្តាករុណាចាមានចិត្តស្រឡាញ់និងអាណិតអ្នកដទៃមិនចង់ឲ្យអ្នកដទៃរងទុក្ខចេះជួយនិងអភ័យទោសសួរខ្លួនឯងតើអ្វីដែលខ្ញុំកំពុងធ្វើនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ដែរឬទេចាអញ្ចឹងក្នុងគ្រានេះគឺគេចង់និយាយថាមេត្តាករុណាមេត្តាករុណានឹងគឺចិត្តធម៌មេត្តាគឺតែងតែអាណិតចាអាណិតចំពោះអ្នកដទៃអាណិតចំពោះមនុស្សចាស់ជរាក្មេងកំព្រាមនុស្សប្រភេទណាឡើយឲ្យតែយើងឃើញគឺយើងមានចិត្តមេត្តាករុណាយើងតែងតែអាណិតគឺចិត្តមេត្តារបស់យើងគឺផុសចេញមកពីក្នុងចិត្តរបស់យើងគឺអាណិតសណោះយើងឃើញអ្នកសុំទានអញ្ចឹងយើងគួរតែអាណិតសណោះយើងចែករំលែកបុណ្យទៅតិចក្តីច្រើនក្តីតាមសទ្ធារបស់យើងនឹងហើយគឺចិត្តមេត្តារបស់យើងការមានចិត្តស្រឡាញ់និងអាណិតអាសូរអ្នកដទៃចាអ្នកដទៃទោះបីជាមនុស្សយ៉ាងណាក៏ដោយគឺយើងគឺទោះជាគាត់ក្រឬក៏មានអ្នកខ្លះស្រឡាញ់គេរាប់អានឃ្លាដោយមានចិត្តមួយគឺថាយើងចង់បានអ្វីពីអ្នកដទៃចាយើងសម្លឹងអ្វីមួយយើងឃើញយើងចង់បានពីអ្នកដទៃអញ្ចឹងយើងធ្វើល្អធ្វើអាណិតសំណោះស្រឡាញ់អ្នកដទៃគឺយើងប្រាថ្នាចង់បានអ្វីពីគេប៉ុន្តែអ្នកខ្លះវិញគឺគេរាប់អានដោយស្មោះអស់ពីចិត្តចាហ្នឹងហើយគឺមិនចង់បានអីពីអ្នកដទៃទេចង់បានតែក្តីស្រឡាញ់ដែលខ្លួនឯងកំពុងតែមានចំពោះអ្នកដទៃចាអញ្ចឹងពាក្យខាងក្រោមដូចគេបានលើកឡើងថាសួរខ្លួនឯងតើអ្វីដែលខ្ញុំកំពុងធ្វើនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ដែរឬទេចាអញ្ចឹងក្នុងមួយជីវិតរបស់យើងត្រូវតែសួរខ្លួនឯងថាមួយជីវិតនេះមួយជាតិនេះមួយថ្ងៃនេះតើខ្ញុំបានធ្វើអ្វីឲ្យអ្នកដទៃឈឺចាប់ដែរឬទេខ្ញុំបាននិយាយរឿងអីឲ្យអ្នកដទៃគេខឹងដែរឬទេអញ្ចឹងការពាក្យសម្ដីដែលយើងនិយាយស្ដីគឺយើងត្រូវតែមានការប្រុងប្រយ័ត្នចាយើងពាក្យសម្ដីដែលយើងនិយាយយើងត្រូវតែនិយាយពាក្យណាដែលល្អដូចនៅក្នុងឃ្លាធម៌ថាយើងបានសុំធម៌ហើយយើងត្រូវតែនិយាយសម្ដីល្អធ្វើរឿងល្អបដិបត្តិល្អចឹងកាលណាសម្ដីល្អចេញមកគឺធ្វើឲ្យអ្នកដទៃគេសប្បាយចិត្តក៏យើងបានបុណ្យដែរបើសិនជាយើងធ្វើសម្ដីដែលយើងនិយាយចេញមកហើយធ្វើឲ្យអ្នកដទៃគេឈឺចាប់យើងក៏បានបាបដែរចឹងយល់ទេទាំងអស់គ្នាចាហើយយើងលួចនិយាយដើមគេខឹងឈឺចាប់អត់ឧទាហរណ៍តែគេអត់ដឹងកំហុសអីផងយើងទៅប្រកាច់ប្រខូចគេនិយាយឲ្យគេឈឺចាប់ចឹងពេលគេដឹងរឿងគឺគេខឹងគេឈឺចាប់គេធ្វើអ្មេចគឺគេមកស្ដីឲ្យយើងចាស្ដីទៅស្ដីមកគឺមានការឈឺចាប់ហើយអញ្ចឹងក្នុងការនិយាយស្ដីគឺយើងត្រូវតែប្រុងប្រយ័ត្នបើសិនជាយើងនិយាយខុសហើយយើងប្រញាប់ទាញមកវិញថាខ្ញុំនិយាយខុសហើយខ្ញុំឈប់និយាយរឿងគេហើយខ្ញុំខ្លាចមានបាបចាយើងប្រញាប់ទាញចិត្តមកវិញពួកអីមនុស្សយើងសពថ្ងៃមិនមានអាណាទាន់ល្អ 100% ទេគឺតែងតែមានខុសហើយនឹងត្រូវប៉ុន្តែបើដឹងថាខ្លួនយើងខុសហើយយើងក៏ប្រញាប់ទាញមកវិញអញ្ចឹងតើនេះឈានទាំងអស់គ្នា
chà chlai ở cầm lăng tinh máu than chu miệng cầm lăng gì cả nào là vơi với than chu vui kênh đây nè á chà chắc mình to ta tiết sạch cái đây trầm trâu giật để thò thưa ở vậy để trầm trâu tôi bay chiếc miên nè khơi cọt đòi mình lốp luôn rư dốc phal phải do pi nè đỏ tây hiên cho nâu khang sạch cái đây trầm trâu thưa trâu mình men thưa tam ở vậy để nghe sủa bay sự chi vật thò cha chân nhắm xong bỏ sai clear ti mùi sân ở clear ti pi sân thôi ở đây để trầm trầu chân mình không bị bịa sầm đây đôi than chu ban lược lằng chẳng thôi ở đây cái ca nghi ở đây cả đôi cứ oi trầm trầu oi tua chiếc miên kê nè khơi nhàng na cả đôi coi dương mình trầu pa po nó phal phải do pi nè đỏ tây chả ở tây ho dương khơi được bao nè đỏ tây cái tục cho chẳng ở tây ho chẳng hay mình chắc cái tục ấy cái đào tao na bát hay dương cái thẳng cái khơi nhanh chóng hay chỉ cái plei rư môi có cái chú cầm đăng thế chân dương ai vô được bao năng mau miền nát đăng thế chả chân dương cái vô được bao năng mau cho bờ kia nó đào tây để kia mình đăng cho nè na để đăng môn kế sống suối chiên xiên tặng ác nè na để đăng môn kế cha nè na chơi trâu thiệt đài oi mùi cha khuôn anh cứ khuôn anh bây giờ vô được bao nhiêu đào tây á tôi bay chỉ kê mình đăng men kê mình khơi men pan tay khuôn anh cứ đăng cho ba chẳng kê nhom ngày ní nhom mẹ rong thà nhom vô được bao kê nhom ở ban sông kê tay anh men là khơi tay nhom cứ chỉ là khơi nhom cứ niệm đằng chân dân miên rong bởi sầm rạp dân niệm riêng thô sang thô sầm sầm thô cứ dân miên rong đăng cứ miên rong ấp xô chật để ấp xô chật để đại sa dân thơ nâu ẩm pơ mình lọ chân hai phiệp để dân mình smart trăng nâng cứ thơ ôi dân lọ có con nâu không chật miên rong thang ấp xô chật nhom vô là bỏ kê cho bà sân bởi dương tà lọc tà vinh tà rô plau là o vinh dương đai chuộc nệ sông tiên rương môi còn manu cha trở rìa chà rương để nghe xua bầm phót dương ai nôm cha trở rìa đợi đai cất chlong plau ta dương sờ bài chật đè tế dương sờ bài chật ớt chà dương sờ bài chật phụ ấy dương ban phơ bon mùi ấy tụi bay dương ọt miên lui cứ dương ai chui đo manu cha đợi đai cất chlong thnol rương môi còn nệ sông tiên cùi nệ pika dương đã thưa tiền oi co tơ pram rồi cái đây mà pon cái đấy cứ không chật bò dương cứ miên ca sập bài đại sa thằng ngày ní nhom ban thưa bon mùi hay nhom mặt ban thưa ba tê cứ nhom ban thưa bon mùi hay cứ nhom sập bài chật nó pe thằng ngày nào mùi kia còn đâu tận nước khơi ta ô thằng ngày môn nhom ban thưa bon mùi đợi đài mình cha chlong thằng ban thưa tiền cho mùi mình cha mà nè khơi quật chỉ càng cùi ha cái đau chẳng hạn nát quật sân nó quật na đã tiền thưa tiền oi quật bàn tình hộp ha hộp chọc miên cầm lang ru to tầm một tiệt chẳng không chật mọi dương cứ sờ bài rì để pe để dương bàn thưa bẩn pan tay bảo bàn thưa ba pính cứ ở rầm đọ nấu không chật ọt sờ bài chật tê để sai dương bàn sang ba khuôn ai cả chẳng bàn to tay tiết ti buồn che cất môn nâng nỉ về còi nâng phơi che bèn che lọ rửa cọ trâu khó bít khang khai riêng pi cầm ho nâng cái lòng ó luôn chiền này prai nhá mình men con tại che trơn tê cứ che vô chầm nét đăng tâu pra oi trầm trâu chà che nè prai nhá che cất môn nâng nì dê tam còi che nì dê nâng thơ che bèn che lọ rửa cọ trâu rửa kho bít khang khai chà à quay để lọ dương pịa để lọ dương cua nì dê chăm dương nì dê đôi pịa slok bàn lược làng thà nì dê trơn mìnhប្រសើរចឹងnì dê tịch chân hay ca này dây ruồi riêng chôn ca này dây khó có ọt đằng khuôn có ạch nứng miến cầm hót đo khuôn ảnh che bèn che là o rửa cọ chà
chẳng bé chơi lọ rửa cọ à vây đây lọ cứ dưỡng tàu thơ à vây đây mình lọ cứ dưỡng công tàu bạp rết chà à vây đây cái hám cứ dưỡng công bạp rết công thơ khóc bết nâng khen khai chà bết nâng khen khai nâu trăng cái lèn ná dân xa kết mơ bết nâng khen khai khuôn ru cai dân môi ní cứ khen khai bết cứ chia nhiên bết rồi bỏ dân chà chân ru cai dân môi ní cứ miên bết miên khen khai chân khen khai bết cứ ai pưng tổ lứa khen khai bởi sân chỉ khen khai dân kết thà pra bết nâng oi tổ thơ ở tia ho thàn chê ru cai dân môi ní cứ khen khai dân trong pra mà chắc bết rồi bỏ dân kết rương môi thà dân cua tay tổ thơ rương môi ní nhâm trâu té khơi là bỏ kê nè đỏ tây nấu nhâm xà lành nhâm trong bàn chật nâng cứ cứt chanh màu ấy nhâm trong bàn rồi bỏ nịa ní lọ vô một thôi chia rồi bỏ nhom chẳng chật ní cứ pra cai dân môi ní hay pra cai oi cai dân ní đơ thì vô là bỏ trọp nè đỏ tây chà chẳng ấy cứ hao thà bết nâng khen khai bê để khen bết pra khen khai tới cứ khen khai cứ ai nâng đơ thì vô hay vô ấy thì vô cứ vô đáy thì chọn vô là bỏ kề vô một thôi chia là bỏ luôn chẳng trong chấm này ní hay cứ dương trời tại chết bị cha rồi na thà riêng bí cầm hóc luôn anh nâng cái lồng o luôn anh triển nịch chà chân dương thơ tổng vơ ở vậy mùi bê để dương từ vô được bao nè đỏ tây cứ dương bạc cắt chia nâng đăng bí cầm hóc luôn anh nhảy thà nhom thơ rương mùi ní cứ mình là o tê nâng chết cái lồng o luôn anh thà ngày ní nhom ban chỉ trôi thơ khâu tờ hơi ngày coi nhom nâng cái luôn thơ chia mình nu là o thơ chia mình nu smart strong mình pa pol đo rồi bao nè đỏ tây chẳng chẳng ở tia ho đôi chỉ chiên xiên tầng óc niên chẳng dương một đập thò dương một riêng thò giang hoi nát của dương ban chắp ban kla chả đôi pi mình xòm bánh tiền chọn sư lục ban xua đo chấm nắp ở râm bó chiên xiên dương để thọp riêng trơn năm màu hơi thà chắp tăng vì dương trôi pre vì hia máu ta dương ban kè pre ở tại chợ ở vậy kla chẳng quạt miên sẽ cái đây kla hàn ôn sray mùi nó nhóm plech mô qua đây quạt lang màu gì xong quạt lược chô ngược chô tịch má nè ôn sray mùi quỳ hàng còi với mũi ôn mùi nè cha khơi dễ mơ quạt đó quạt cha cái đây ở quạt mùi cha nhóm lui xả xa quạt thà quạt ca bị cắt mà cho mà riêng pre về hia đầm bồn cứ quạt chặt bỏ quạt cứ cho chê rừng ru cứ mình sâu đạp bằng quạt cừu cho chặt màu riêng ắt sâu tuần màu ngừng kê tề mình sâu che cà rop về lìa tề chả hay ca này dê đây ấy cứ quạt mình to thế bàn tay coi mình phơi tạm bàn tay lược ní quạt khơi thả quạt còn bờ nhom xôm lược thực chặt quạt pe thạ thò tôi bay chỉ quạt đạp ban cả đôi mình ban cả đôi bàn tay thạ thò riêng rồi tật cứ quạt ở đây khàn hay mình sao mấy quạt miên chặt kha han quạt lang này dê thà ca quạt mọ riêng thò anh đâu pre về hia mọ riêng đâu pre về hia cứ tạ chặt bọ quạt cứ ban kè pre tì mũi phía xa chân bọ quạt cứ ban trên này dê trơn chẳng môn chả chẳng hay mạ pa bọ quạt cứ sờ bài chặt thằng quạt khang chẳng mạ pa cứ mạ pa cọp rụpទាំងអស់អ្វីដែលគាត់ចង់បានជាងគេគឺឃើញកូនរៀនឆ្លាតឃើញកូនរៀនចេះគឺគាត់ខំប្រឹងរកលុយគាត់មានកម្លាំងរកលុយបន្តទៅទៀតដើម្បីឲ្យកូនរៀនបន្តទៅទៀតអញ្ចឹងគាត់មានសេចក្តីក្លាហានគាត់និយាយថាពីដើមគឺគាត់ទៅចេះរឹងរូសប៉ុន្តែឥឡូវគាត់កែប្រែអត្តចរិតគាត់បានមកវិញហើយគឺបានល្អប្រសើរច្រើនចាកុំថាឡើយតែម៉ាក់ប៉ាគាត់សំបីតែទានឆောင်းស៊ឺក៏សរសើរគាត់ដែរថាគាត់ឥឡូវគាត់កែប្រែបានច្រើនខ្លាំងណាស់ចាអញ្ចឹងឈានសៀនទាំងអស់គ្នាត្រូវតែដឹងថា
មនុស្សយើងម្នាក់សិតតែចម្ពាក់កម្មពៀគេសិតតែម្ចាស់កម្មពៀគឺតាមជាប់រៀងខ្លួនមកតាមទឹកចិត្តយើងគឺចង់ធ្វើល្អគ្រប់គ្នាប៉ុន្តែម្ចាស់កម្មពៀចេះតែទាញយើងឲ្យយើងដើរផ្លូវខុសរឿងចេះមួយខុសរឿងអកប្បកិរិយាមួយខុសរឿងចេះរឿងរូបមួយខុសរឿងមិនចង់ស្ដាប់ធម៌មួយគឺមិនមែនខ្លួនគាត់ទេគឺម្ចាស់កម្មពៀគេទាញយើងទៅប៉ុន្តែឲ្យតែយើងព្យាយាមនៅក្នុងការមកស្ដាប់ធម៌គឺព្រះធម៌គឺឋានលើព្រះម៉ែជាម្ចាស់ចាព្រោះយើងគឺជាបុត្ររបស់ព្រះម៉ែនឹងអាចជួយឲ្យកូនមាននៅបញ្ញាកូនដើរនៅក្នុងផ្លូវធម៌បានល្អអនាគតកូននឹងបានរុងរឿងជាមិនខានឲ្យតែកូនទាំងអស់គ្នាជ្រើសរើសដើរផ្លូវមួយនេះឲ្យបានជាប់ជារៀងរហូតប្រកាសជានឹងបានរុងរឿងឋានជូហ៊ានធានាព្រោះអីក្រុមគ្រួសារឋានជូក៏ឆ្លងកាត់របៀបនឹងដែរការរៀនធម៌សំធម៌នឹងដែរទានឆានស៊ឺតាំងពីនៅក្មេងម្លេះរហូតមកដល់បច្ចុប្បន្ននេះចាអញ្ចឹងហើយត្រូវតែជឿជាក់លើធម៌កុំជឿខ្លះមិនជឿខ្លះអញ្ចឹងបុណ្យកុសលរបស់យើងក៏បានមកដល់អញ្ចឹងដែរបានខ្លះអត់ខ្លះដោយសារយើងស្ទាក់ស្ទើចង់ទៅបន្តិចចង់អត់បន្តិចឲ្យតែភ្លៀងបន្តិចគឺលើមកលេងរួចបណ្ដោយចាទី5សេចក្តីស្មោះត្រង់និយាយពិតរក្សាពាក្យសន្យាមិនបោកប្រាស់អ្នកដទៃធ្វើឲ្យអ្នកដទៃអាចទុកចិត្តបានមនុស្សដែលគ្មានទោះមានមនុស្សដែលគ្មានសច្ចៈទោះមានចំណេះដឹងនឹងទ្រព្យសម្បត្តិច្រើនក៏ពិបាកនឹងទទួលបានការទុកចិត្តចានិយាយពិតរក្សាពាក្យសន្យាចឹងភាពស្មោះត្រង់និយាយពិតរក្សាពាក្យសន្យាចាពាក្យសន្យាគឺសំខាន់ខ្លាំងណាស់មនុស្សយើងគឺសំខាន់បំផុតរឿងពាក្យសន្យានឹងឯងចាបើយើងសន្យាអ្វីមួយហើយគឺគេរងចាំបើចំពោះឋានជូវិញណាបើនិយាយជាមួយគេសន្យាម៉ោងគេថាម៉ោងប៉ុណ្នេះគេមកជួបឋានជូគឺផ្ទៀងម៉ោងចាគេមកអត់ចាំមើលម៉ោងផ្ទៀងទៅលើម៉ោងប៉ុន្តែបើចំពោះឋានជូវិញគឺឋានជូខ្លាចខុសនឹងពាក្យសន្យាចាឧទាហរណ៍ដោយទៅស្ដាប់ធម៌នៅពហិយូលីនអញ្ចឹងបើថ្នាក់ធម៌ចាប់ផ្ដើមម៉ោង6គឺឋានជូទៅម៉ោង5កន្លះហើយមិនមែនម៉ោង6ចាំទៅទេចាអញ្ចឹងមនុស្សយើងកាលណាយើងរាសានៅពាក្យសន្យាបានត្រឹមត្រូវគឺយើងគឺជឿជាក់គឺគេមានទំនុកចិត្តលើយើងចាមិនថាតែចំពោះរូបខ្ញុំមិនថាតែឈានសៀនទាំងអស់គ្នាការដែលយើងនិយាយពាក្យសន្យាអីមួយចេញមកយើងកុំសន្យាខ្ចោលចាសន្យាខ្ចោលពាក្យសន្យាខ្ចោលយល់ទេឈានសៀនទាំងអស់គ្នាចាយើងសន្យាមែនប៉ុន្តែយើងធ្វើអត់បានដូចសន្យាណាត់គ្នាជួបគ្នាម៉ោង2ប៉ុន្តែអ្នកខ្លះយើងអត់បានទៅអ្នកខ្លះយើងទៅឲ្យស្ទះចរាចរណ៍យើងអត់ខលប្រាប់គ្នាទៅវិញទៅមកអញ្ចឹងពេលដែលយើងស្ទះចរាចរណ៍យើងត្រូវតែឈប់ថាកុំបានទន់ចាំផ្លូវខ្ញុំព្រោះប្រហែលជាលើសម៉ោងហើយព្រោះស្ទះផ្លូវខ្លាំងណាស់អញ្ចឹងគេដឹងថាគាត់មានបញ្ហាតាមផ្លូវហើយគេអត់ប្រកាន់យើងទេអញ្ចឹងពាក្យសន្យាយើងគឺមានតម្លៃនៅត្រង់កន្លែងនឹងឯងចាទោះបីជាយើងទៅទាន់ក៏ដោយឬក៏មិនទាន់ក៏ដោយឧទាហរណ៍ដូចយើងខ្ចីលុយគេអញ្ចឹងឥឡូវខ្ញុំខ្ចីគេចំនួនប្រហែល$50ខ្ញុំសន្យាថ្ងៃអាទិត្យសន្យាមួយអាទិត្យអញ្ចឹងមួយអាទិត្យដល់អាទិត្យក្រោយទៀតខ្ញុំសងចុះពេលដល់ថ្ងៃអាទិត្យយើងអត់សងគេយើងត្រូវធ្វើម៉េចឈានសៀនទាំងអស់គ្នាត្រូវធ្វើម៉េចចំពោះម្ចាស់បំណុលយើងចាយើងត្រូវតែប្រាប់គេថាបងឬក៏អូនឥឡូវនេះខ្ញុំថ្ងៃអាទិត្យដល់ថ្ងៃសន្យាហើយខ្ញុំរកអត់ទាន់ទេខ្ញុំសុំពេលសុំ2ថ្ងៃទៀតឬក៏3ថ្ងៃទៀតអីអញ្ចឹងពាក្យសម្ដីរបស់យើងគឺមានតម្លៃអញ្ចឹងគ្រប់3ថ្ងៃសន្យា3ថ្ងៃគ្រប់3ថ្ងៃហើយយើងយកទៅសងគេអញ្ចឹងគេថាមនុស្សនេះពិតជាអស្ចារ្យនិយាយកាន់ពាក្យសច្ចៈបានល្អអញ្ចឹងថ្ងៃក្រោយយើងត្រូវការទៅរកខ្ចីគេទៀតគឺគេឲ្យយើងទៀតហើយចាយើងចង់ទៅរកខ្ចីច្រើនជាងមុនទៀតក៏អាចខ្ចីបានដែរពីព្រោះអីយើងគឺមានទំនួលខុសត្រូវ
ថ្ងៃកំណត់ហើយយើងអត់មានលុយយើងចេះទេទៅប្រាប់គេឬមួយក៏យើងទៅជួបគេផ្ទាល់តែឡើយសុំ3ថ្ងៃទៀតចោះពេល3ថ្ងៃយើងយកទៅឲ្យគេឲ្យតម្លៃយើងហើយថាយើងគឺជាមនុស្សដ៏ល្អមនុស្សដែលត្រឹមត្រូវមនុស្សដែលអាចទុកចិត្តបានមនុស្សដែលអាចរាប់រកបានចឹងថ្ងៃក្រោយយើងទៅខ្ចីគេទៀតគឺគេប្រកាសជានឹងឲ្យយើងទៀតឲ្យយើងចង់បានច្រើនជាងមុនក៏ថាបានដែរអញ្ចឹងពាក្យសន្យាគឺត្រូវតែស្មោះត្រង់សេចក្តីស្មោះត្រង់នេះគឺមិនថាឡើយខ្ចីលុយមិនថាឡើយខ្ចីរបស់អីខ្ចីអ្វីសពគ្រប់បែបយ៉ាងទេគឺវានឹងទទួលបានជោគជ័យខ្លួនឯងទាំងអស់ចាចុះបើសិនជាយើងនិយាយមិនការពិតទោះបីជាអ្នកនោះមានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយមានលុយច្រើនប៉ុណ្ណាក៏ដោយចង់ទៅរកអ្នកដទៃក៏គេអត់ទុកចិត្តយើងក៏គេអត់ហ៊ានឲ្យយើងដែរពីព្រោះយើងអត់និយាយពាក្យកាន់ពាក្យសច្ចៈស្មោះត្រង់ផងហ្នឹងទោះបីយើងមានប៉ុណ្ណាក៏គេអត់ទុកចិត្តយើងគេអត់ទទួលស្គាល់យើងដែរប៉ុន្តែអ្នកដែលក្រខ្សត់លំបាកមែនទែនគឺគេអាចទុកចិត្តយើងគេអាចហ៊ានឲ្យយើងខ្ចីដោយសារអីគឺគេមាននៅគុណធម៌ល្អគេស្មោះត្រង់គេនិយាយប្រកាន់ពាក្យសច្ចៈរបស់គេអញ្ចឹងតើនេះឈានសៀនទាំងអស់គ្នាចាអញ្ចឹងបន្តទៅទៀតទំនាក់ទំនងទាំង3យុត្តិធម៌ព្រះមហាក្សត្រនិងមន្ត្រីឬអ្នកដឹកនាំនិងប្រជានុរាស្ត្រសេចក្តីស្រឡាញ់រវាងឪពុកនិងកូនរវាងស្វាមីនិងភរិយាភាពខុសគ្នាតាមតួនាទីគុណធម៌ទាំង5មេត្តាធម៌យុត្តិធម៌សុជីវធម៌បញ្ញាសច្ចៈចាអញ្ចឹងចំណុចទី1យុត្តិធម៌ព្រះមហាក្សត្រនិងមន្ត្រីឬអ្នកដឹកនាំចាព្រះមហាក្សត្រនិងមន្ត្រីក៏ត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងគ្នាប្រសិនបើគ្មានភាពស្មោះត្រង់នឹងគ្នាទេធ្វើឲ្យប្រទេសជាតិមួយនេះគឺអត់បានរុងរឿងទេគឺប្រកាសជារញ៉េរញ៉ៃជាមិនខានដោយសារអីគឺមិនមានភាពស្មោះត្រង់ជាមួយរវាងស្ដេចនិងមន្ត្រីរីឯមន្ត្រីក៏ត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងប្រជានុរាស្ត្រចាប្រសិនបើគ្មានភាពស្មោះត្រង់នឹងប្រជានុរាស្ត្រទេគឺគ្មានអ្នកណាគេគោរពកោតខ្លាចចំពោះអ្នកគ្រប់គ្រងនៅប្រទេសជាតិដែរចាសេចក្តីស្រឡាញ់រវាងឪពុកនិងកូនរវាងស្វាមីនិងភរិយាខុសគ្នាចាអញ្ចឹងត្រង់កន្លែងស្វាមីនិងស្រឡាញ់រវាងឪពុកនិងកូនស្វាមីនិងភរិយាដូចដែលខ្ញុំបានលើកឡើងខាងដើមមានស្វាមីគឺត្រូវតែមានទំនួលខុសត្រូវចាជាមួយនឹងភរិយាកូនក៏ត្រូវតែមានតួនាទីការកតញ្ញូចំពោះឪពុកម្ដាយអញ្ចឹងគុណធម៌ទាំង5នេះបើគ្រួសារណាមួយដែលមាននៅគុណធម៌ទាំង5នេះគ្រួសារនោះក៏ប្រកាសជានឹងរុងរឿងមានកិត្តិយសខ្ពង់ខ្ពស់ទៅទីណាកន្លែងណាក៏មានគេស្រឡាញ់រាប់អានរីឯព្រះមហាក្សត្រនិងមន្ត្រីក៏ដូចគ្នាដែរប្រសិនជាព្រះមហាក្សត្រមាននៅគុណធម៌ទាំង5គឺគ្រប់គ្រងនៅមន្ត្រីនិងប្រជានុរាស្ត្រនិងមេថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងឡាយគឺនឹងទទួលបានភាពសុខសាន្តប្រទេសជាតិទាំងមូលមួយនឹងគឺនឹងបានសុខសាន្តរុងរឿងចាដោយសារអីគឺស្ដេចមាននៅគុណធម៌ចាអញ្ចឹងបន្តទៅទៀតសេចក្តីសង្ខេបឲ្យងាយចងចាំចាគោលការណ៍ទំនាក់ទំនងទាំង3មេដឹកនាំមេត្តាអ្នកក្រមបង្គាប់ស្មោះត្រង់ឪពុកម្ដាយមានមេត្តាកូនកតញ្ញូស្វាមីនឹងទទួលខុសត្រូវភរិយានឹងសហការគ្នាចានេះក៏មិនខុសពីដូចដែលឋានជួបានលើកឡើងខាងដើមអញ្ចឹងដែរអញ្ចឹងហួសម៉ោងបន្តសើចាយើងអានទាំងអស់គ្នាទៅចេះគោរពនិងមានសុជីវធម៌ចេះពិចារណានិងមានប្រាជ្ញានិយាយពិតនិងរក្សាពាក្យសន្យាកន្លឹះសំខាន់បំផុត
ផ្ដោតលើទំនាក់ទំនងនិងទំនួលខុសត្រូវរវាងមនុស្សផ្ដោតលើការកសាងគុណធម៌នៅក្នុងចិត្តនិងការប្រព្រឹត្តរបស់ខ្លួនគុណមេត្តាករុណាសេចក្តីត្រឹមត្រូវយុត្តិធម៌សុជីវធម៌ប្រាជ្ញាសេចក្តីស្មោះត្រង់ចាអញ្ចឹងឃ្លាធម៌ថ្ងៃនេះគឺខ្ញុំសូមបញ្ចប់ត្រឹមនេះមុននឹងបញ្ចប់ក៏សូមប្រសិនបើសិស្សចំនួនក្រោយបានបកស្រាយទៅមានការខុសឆ្គងត្រង់ណាក៏សូមគុណព្រះមេជាម្ចាស់គុណព្រះគ្រប់ព្រះអង្គមេត្តាករុណាក៏សូមឲ្យទានឆានsư sư bay cậu ấy là sưទាំងអស់ក៏ឈានសៀនមេត្តាអធិស្ឋានចាព្រោះអីការរៀនសូត្រក៏នៅមានកំណត់ផងដែរ